សេចក្តីឈឺចាប់ដែលបានកើតការពីម្សិលមិញព្រោះវាមិនចាំបាច់អ្វីដែលខ្ញុំត្រូវខាត់ម្ដងរួចទៅហើយបែរជាមកខាត់ម្ដងទៀតដោយសារតែគិតអំពីវាបំភ្លេចចោលនៅរឿងការពីម្សិលមិញហើយក៏មិនត្រូវគិតអំពីរឿងដែលនឹងកើតនៅថ្ងៃស្អែកដែរខ្ញុំលើកដៃទាំងពីរប្រគំឡើងលើដោយសេចក្តីអំណរអគុណចំពោះអំណោយដ៏មានតម្លៃកាត់ថ្លៃមិនបានហើយអំណោយនេះគឺថ្ងៃថ្មីដុំទី5ខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំ I will live this day as it is my last ខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំដូច្នេះតើខ្ញុំត្រូវធ្វើដូចម្តេចខ្លះនៅថ្ងៃចុងក្រោយដ៏មានតម្លៃបំផុតនេះព្រោះវាជាថ្ងៃតែមួយគត់ដែលនៅសេសសល់សម្រាប់ខ្ញុំទី1ខ្ញុំនឹងបិទគម្របនៃជីវិតមួយថ្ងៃនេះឲ្យចិត្តល្អមិនឲ្យវាស្រក់ទៅលើដីសូម្បីតែមួយដំណក់ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាសូម្បីតែមួយវិនាទីណាឡើយដើម្បីនឹកស្ដាយឬយំស្នែកដោយសារសំណាងមិនល្អការបរាជ័យសេចក្តីឈឺចាប់ដែលបានកើតកាលពីម្សិលមិញព្រោះវាមិនចាំបាច់អ្វីដែលខ្ញុំត្រូវខាត់ម្ដងរួចទៅហើយបែរជាមកខាត់ម្ដងទៀតដោយសារតែគិតអំពីវាតើខ្សាច់អាចហូរឡើងទៅខាងលើនៅក្នុងកែវនៃលកាខ្សាច់ Hourglass បានដែរឬទេតើព្រះអាទិត្យអាចរះនៅត្រង់កន្លែងដែលវាលិចឬក៏លិចត្រង់កន្លែងដែលវារះបានដែរឬទេតើខ្ញុំអាចបកត្រឡប់ទៅកាយកំហុសដែលខ្ញុំបានធ្វើនៅកាលពីម្សិលមិញបានដែរឬអត់តើខ្ញុំអាចហៅពេលវេលាឲ្យត្រឡប់ថយក្រោយដើម្បីយកចេញនៅរបួសដែលខ្ញុំមុតនៅថ្ងៃម្សិលមិញបានដែរឬទេតើថ្ងៃនេះខ្ញុំអាចមានអាយុក្មេងជាងកាលពីម្សិលមិញបានដែរឬទេតើខ្ញុំអាចយកសម្ដីអាក្រក់កំហឹងឬទង្វើបញ្ឈឺចិត្តដែលខ្ញុំបានបង្កកាលពីម្សិលមិញឲ្យត្រឡប់មកវិញបានដែរទេពិតជាមិនបានទេអ្វីដែលបានកើតនៅថ្ងៃម្សិលមិញត្រូវបានកប់ចោលជារៀងរហូតដូច្នេះតើចាំបាច់អ្វីដែលខ្ញុំត្រូវគិតអំពីវាខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំចុះខ្ញុំគួរធ្វើយ៉ាងណាគឺត្រូវបំភ្លេចចោលនៅរឿងការពីម្សិលមិញហើយក៏មិនត្រូវគិតអំពីរឿងដែលនឹងកើតឡើងនៅថ្ងៃស្អែកដែរតើបានប្រយោជន៍អ្វីដែលខ្ញុំគិតអំពីរឿងដែលប្រហែលនឹងកើតឡើងតែបំភ្លេចចោលនៅរឿងដែលកំពុងតែត្រូវការដោះស្រាយក្នុងពេលឥឡូវនេះតើគ្រាប់ខ្សាច់សម្រាប់ថ្ងៃស្អែកអាចហូរនៅក្នុងកែវនៃលកាខ្សាច់នៅថ្ងៃនេះបានដែរទេតើព្រះអាទិត្យអាចរះ2ដងនៅព្រឹកនេះបានដែរឬអត់គឺម្ដងសម្រាប់ថ្ងៃនេះនិងម្ដងទៀតគឺសម្រាប់ថ្ងៃស្អែកតើខ្ញុំអាចដើរលើផ្លូវថ្ងៃស្អែកខណៈខ្ញុំកំពុងតែឈរនៅលើផ្លូវថ្ងៃនេះបានដែរឬអត់តើខ្ញុំអាចយកមាសដែលនឹងរកបាននៅថ្ងៃស្អែកមកដាក់ក្នុងកាបូបនៅថ្ងៃនេះបានដែរឬអត់តើទារកដែលនឹងត្រូវកើតនៅថ្ងៃស្អែកអាចកើតនៅថ្ងៃនេះបានដែរឬទេតើខ្ញុំគួរបណ្ដោយខ្លួនឯងខ្វល់ខ្វាយចិត្តនឹងរឿងរ៉ាវដែលខ្ញុំមិនទាន់បានដឹងនិងបានឃើញនៅឡើយដែរឬអត់តើខ្ញុំគួរតែពិបាកចិត្តដោយសារតែបញ្ហាដែលមិនទាន់កើតឡើងនៅឡើយដែរឬទេថ្ងៃស្អែកគឺជារឿងសម្រាប់ថ្ងៃស្អែកដូច្នេះខ្ញុំនឹងមិនគិតអំពីវានៅថ្ងៃនេះឡើយខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំមានពេលតែមួយថ្ងៃទៀតតែប៉ុណ្ណោះដូច្នេះខ្ញុំនឹងស្វាគមន៍ថ្ងៃរះដោយសម្រែកនៃសេចក្តីសប្បាយរីករាយប្រៀបដូចនឹងអ្នកទោសម្នាក់ដែលត្រូវបានគេលើកលែងទោសប្រហារជីវិតខ្ញុំលើកដៃទាំងពីរប្រគំឡើងលើដោយសេចក្តីអំណរអគុណចំពោះអំណោយដ៏មានតម្លៃកាត់ថ្លៃមិនបានហើយអំណោយនេះគឺថ្ងៃថ្មីនេះឯងខ្ញុំនឹងបំពេញបេះដូងរបស់ខ្ញុំ
ទៅដោយសេចក្តីដឹងគុណព្រោះខ្ញុំបានដឹងថាអ្នកទាំងឡាយដែលបានទទួលស្វាគមន៍ថ្ងៃរះកាលពីម្សិលមិញលែងមានជីវិតសម្រាប់ថ្ងៃនេះទៀតហើយពលខ្ញុំគឺជាមនុស្សម្នាក់ដ៏មានសំណាងបំផុតហើយម៉ោងទាំងប៉ុន្មានដែលនៅក្នុងថ្ងៃនេះប្រៀបដូចជារង្វាន់បន្ថែមសម្រាប់ខ្ញុំហេតុអ្វីបានជាខ្ញុំត្រូវគេអនុញ្ញាតឲ្យរស់នៅបានមួយថ្ងៃទៀតនៅខណៈពេលដែលអ្នកផ្សេងទៀតដែលកំពុងប្រសើរជាងខ្ញុំបែរជាត្រូវគេបញ្ជូនឲ្យទៅរហូតឬមួយក៏ព្រោះតែពួកគេទាំងនោះបានទទួលជោគជ័យគោលដៅជីវិតរបស់ខ្លួនរួចទៅហើយនៅសល់តែខ្ញុំម្នាក់គត់ដែលនៅមិនទាន់សម្រេចគោលបំណងជីវិតតើខ្ញុំនៅមានឱកាសដើម្បីក្លាយទៅជាមនុស្សម្នាក់ដែលខ្ញុំប្រាថ្នាចង់បានដែរឬទេតើធម្មជាតិបានបង្កើតមនុស្សមកដោយចេតនាឬក៏អចេតនាតើនេះគឺថ្ងៃសម្រាប់ខ្ញុំដើម្បីក្លាយជាមនុស្សអស្ចារ្យម្នាក់មែនទេខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំមានជីវិតតែមួយហើយជីវិតគឺជារង្វាស់នៃពេលវេលាដូចនេះបើខ្ញុំខ្ជះខ្ជាយមួយពេលមានន័យថាខ្ញុំបានបំផ្លាញចោលមួយពេលបើខ្ញុំខ្ជះខ្ជាយមួយថ្ងៃមានន័យថាខ្ញុំបានបំផ្លាញចោលមួយថ្ងៃដែលជាចម្ពោះចុងក្រោយនៃខ្សែរឿងជីវិតរបស់ខ្ញុំដូច្នេះហើយនៅថ្ងៃនេះខ្ញុំនឹងសន្សំសំចៃគ្រប់វិនាទីមិនអ្វីយើងនឹងជួបគ្នានៅវគ្គបន្តទៀតបានហើយក្នុងតកតនឹងដុំទី5នេះគឺនិយាយអំពីខ្ញុំនឹងរស់នៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយរបស់ខ្ញុំបានអញ្ចឹងយើងនឹងជួបគ្នានៅវគ្គក្រោយទៀតបាទសូមអរគុណអានដោយខ្ញុំបាទភិរិទ្ធ